អ្នកម៉ែកូនអើយថ្មើរនិងកំពុងធ្វើអ្វីកូនសែនស្រណងអាឡ័យដៃម៉ែធ្លាប់ថ្នាក់ថ្នមម៉ែច្រៀងបំពេបីបំឲ្យកូនគេងលក់ម៉ែតែងតែសន្ដោប្រោប្រណីដល់កូនគ្រួសារយើងក្រគេមិនសូវរាប់រកទេព្រោះយើងជាកូនអ្នកស្រែគេមើលងាយខ្លាំងណាស់ម៉ែខំតស៊ូធ្វើការទាំងយប់ទាំងថ្ងៃដើម្បីចិញ្ចឹមកូនថ្លៃក្រោយពីលោកពុកស្លាប់ទៅកូនមានសពថ្ងៃព្រោះកូនអ្នកម៉ែលោកតែនៅក្បែរមើលថែមិនថាឈឺឬជាពេលនិងកូនធំមានបនមកនៅស្រុកគេក្នុងនាមជាប្រឡងកខ្មែរមកធ្វើការឲ្យគេកូរ៉េត្រជាក់ធ្លាំងព្រើខ្លាំងណាស់ម៉ែអើយកូនធ្លាប់មានម៉ែគៀកកើយពេលកូនក្តៅរងាពេលនិងកូននៅសែនឆ្ងាយឆ្លងទ្វីបលោកាកូនរស់សែនឯចាកូននឹកអ្នកម៉ែខ្លាំងណាស់កូននឹកអ្នកម៉ែខ្លាំងណាស់